ចំណែកផ្នែកមីក្រូហិរញ្ញវត្ថុកម្ពុជាមានការរីកចម្រើនខ្លាំងព្រមជាមួយនឹងទុនសរុបជាង $1000 លានពីមួយឆ្នាំទៅមួយឆ្នាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនខ្លាំងដែលពី18ទៅដែលពីឆ្នាំ2008កើនឡើងចំនួន38នៅពាក់កណ្ដាលឆ្នាំ2014នេះដែលជាកត្តាជំរុញដល់កំណើនសេដ្ឋកិច្ចនិងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅទីប្រជុំជននិងនៅតាមទីជនបទផងដែរនេះបើតាមការលើកឡើងរបស់អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាមានប្រសាសន៍នៅក្នុងពិធីសម្ពោធដែលប្រើប្រាស់អគារស្តង់ដារថ្មីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតសាខាខេត្តកំពង់ចាមកាលពីពេលកន្លងទៅនេះឯកឧត្តមកឹមវ៉ាដាអគ្គនាយកត្រួតពិនិត្យឯកឧត្តមកឹមវ៉ាដាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាវិស័យមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងមានតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋរហូតដល់តំបន់ជនបទដែលជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឯកឧត្តមកឹមវ៉ាដាបានឲ្យដឹងទៀតថាសម្ពាធអនុទានសរុបរបស់មីក្រូហិរញ្ញវត្ថុក៏កើនពី$277 លាននៅក្នុងឆ្នាំ2008ដល់ចំនួនប្រមាណ$1648 លាននៅក្នុងដំណាច់ខែឧសភាឆ្នាំ2014និងបានផ្ដល់ជូនអតិថិជនសរុបចំនួន1.6 លាននាក់ក្នុងពេលដំណើរគ្នានេះប្រាក់បញ្ញើរបស់អតិថិជនសរុបពីចំនួន$5 លានកើនដល់$604 លានបានមកពីអតិថិជនសរុបចំនួន918,000នាក់លទ្ធភាពនៃការទទួលបានសេវាមីក្រូហិរញ្ញវត្ថុបានធ្វើឲ្យវិស័យនេះរក្សាបាននូវតួនាទីចាំបាច់នៅក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងឱកាសនោះលោកជាផលរិនអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតបានមានប្រសាសន៍ថាដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការកាន់តែច្រើននិងយូរអង្វែងរបស់អតិថិជនអមរិតបាននឹងកំពុងធ្វើប្រតិបត្តិការនៅខេត្តនិងក្រុងចំនួន22និងមានសាខាចំនួន120និងមានទ្រព្យសហកម្មចំនួន$308 លានប្រាក់កម្ចីលើដៃអតិថិជនសរុបស្មើនឹង$258 លាននិងមានអតិថិជនកំពុងខ្ចីប្រាក់សរុបជាង33,000នាក់និងមានសមតុល្យប្រាក់បញ្ញើសរុបប្រមាណ$128 លានដែលនៅក្នុងនោះគឺមានចំនួនគណនីប្រមាណ16,000គណនីលើពីនេះអមរិតគ្រូនឹងបង្កើតឡើងនៅសេវាហិរញ្ញវត្ថុថ្មីដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបបន្ថែមទៀតសម្រាប់សម្រួលដល់ការផ្តល់សេវាកម្មកាន់តែល្អប្រសើរនិងនៅជិតគៀកនឹងអតិថិជនលោកជាផលរិនបានបញ្ជាក់បន្ថែមថាសមិទ្ធផលនឹងការរីកចម្រើនទាំងនេះនឹងមិនអាចទទួលបានទេបើគ្មានបរិយាកាសសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយអំណោយផលល្អពីសំណាក់រាជរដ្ឋាភិបាលនិងការផ្តល់ភាពកក់ក្ដៅពីអាជ្ញាធរដែនដីនិងជាពិសេសពីសំណាក់អាណាព្យាបាលរបស់ខ្លួនទេនោះប្រការទាំងអស់នេះគឺលោកសង្ឃឹមយ៉ាងមុតមមថាយើងនៅតែមានបរិយាកាសសេដ្ឋកិច្ចនិងនយោបាយល្អនៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ប្រមុខនៃរាជរដ្ឋាភិបាល